ក្មេងស្រីម្នាក់មានដងពិសេសតាំងពីមិនដឹងថាមួយស្នឹងចំណែកឪពុករបស់នាងគឺជាមហាសេដ្ឋីហិរញ្ញវត្ថុដ៏មានអំណាចសម្បត្តិរាប់ពាន់លានចំណែកម្ដាយគឺជាកម្ពុជាតារាសម្ដែងរបស់នាងគឺស្រស់ស្អាតលើសគេម្នាក់សុទ្ធតែជាយុវជនពូកែអស្ចារ្យអាយុ4ឆ្នាំអាចរៀបចំការតាំងពីមានតែអាយុ4ឆ្នាំរបស់ក្មេងស្រីរូបនេះទេដែលចេះតែលេងត្រឹមតែប៉ុណ្ណោះសូម្បីតែអ្នកបម្រើក្នុងផ្ទះគឺមកជាកម្ពុជាអ្នកក្បាច់គុនដែរមេការផ្ទះពូឈិនក៏ជាកម្ពុជាអ្នកខ្លាំងដែលលាក់ខ្លួនមិនឲ្យគេស្គាល់តែពាក្យសម្ដីមួយម៉ាត់អាចធ្វើឲ្យកងទ័ពរាប់ម៉ឺនបានថាគ្មាននរណាម្នាក់ក្នុងគ្រួសារនេះសុទ្ធតែជាកម្ពុជាអ្នកខ្លាំងនេះក៏ធ្វើឲ្យក្មេងស្រីមានការសង្ស័យយ៉ាងខ្លាំងត្រូវបានគិលានុបដ្ឋាយិកាលើនតែសំណាងល្អដែលសមាជិកគ្រួសារទាំងអស់ស្រឡាញ់និងចង់ឆ្នាំមកនេះក្មេងស្រីក៏ចាប់ផ្ដើមយកច្រឡំបន្តិចច្រើនទៀតហើយមកដល់ថ្ងៃមួយស្រាប់តែមានម្នាក់អះអាងថាជាកូនស្រីពិតរបស់គ្រួសារស៊ូបានមកដល់មាត់ទ្វារផ្ទះដោយអះអាងថាគិលានុបដ្ឋាយិកាដែលសម្រាលកូនឲ្យការនោះបានសាបភាពលើខ្លួនច្រឡំនាងទើបតែជាកូនស្រីពិតប្រាកដរបស់គ្រួសារស៊ូប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺអ្នករាល់គ្នាមានភាពស្ញាប់ស្ញល់ឬអារម្មណ៍រំជើបរំជួលអ្វីឡើយតើខ្ញុំដឹងយ៉ាងម៉េចទៅសម្រាប់រួចខ្ញុំរវល់តែខ្វល់រឿងស្នាមសង្វារពោះតើក្មេងមិនមែនប្រគល់ឲ្យអ្នកផ្សេងទៅហើយទេអីកាលនោះខ្ញុំទើបតែអាយុ3ឆ្នាំប៉ុណ្ណោះដើម្បីឲ្យឪពុកម្ដាយជឿជាក់ថានាងគឺជាកូនស្រីពិតរបស់គ្រួសារមានល្បិចម្នាក់នោះក៏ទាញក្មេងស្រីឡើងឪពុកម្ដាយមើលមុខអ្នកទាំងពីរឲ្យច្បាស់ដោយអះអាងថានាងនិងឪពុកម្ដាយទើបតែមើលទៅដូចជាគូស្នេហ៍ពូកែនិងមានចរិតល្អតាំងពីឆ្នាំបើងាកមកមើលក្មេងស្រីនេះវិញរៀងខ្សោយជាងគេតាំងពីតូចដល់តែសញ្ញាបត្រសាកលវិទ្យាល័យក៏ទិញដោយប្រាក់ខ្សែស្រឡាយនេះច្បាស់ណាស់ថានាងទើបតែជាកូនស្រីពិតប្រាកដរបស់គ្រួសារវាងដែលនៅក្បែរនោះមិនអាចមើលបន្តទៀតក៏បានរំលឹកពួកគេទៅវិទ្យាសាស្ត្រសម័យទំនើបមានការរីកចម្រើនមួយហៅថាការធ្វើតេស្ត DNA ពេលលើបែបនេះអ្នករាល់គ្នាក៏យកភ្លាមដូច្នេះហើយនៅថ្ងៃនោះក៏ទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ត DNA ធ្វើរួចរាល់ហើយគ្រូពេទ្យឲ្យពួកគេត្រឡប់ទៅផ្ទះរងចាំការជួយក្រោយមកទើបលទ្ធផលចេញរឿងនេះធ្វើឲ្យស្រីដែលមានល្បិចខឹងស្ទើរតែស្លាប់តើអ្នកដឹងទេថាខ្ញុំជានរណាអូអ្នកគឺជាប្រជាពលរដ្ឋតើនរណាឲ្យសេចក្តីក្លាហានដល់អ្នកមកនិយាយជាមួយប្រទេសជាតិនិងប្រជាជនអង្គភាពស្រីមានល្បិចម្នាក់នោះស្ទើរតែផ្ទុះកំហឹងតែធ្វើអ្វីមិនបានបន្ទាប់ពីត្រឡប់មកដល់ផ្ទះនាងចង់ឲ្យឪពុកម្ដាយនៅក្បែរនាងប៉ុន្តែមិនដឹងថាគ្រួសារនេះគ្មាននរណាម្នាក់ធម្មតាតែជាអ្នកដែលញៀននឹងការងារដូច្នេះហើយមិនអាចនៅក្បែរមើលថែបានទេក៏ប្រាប់ឲ្យនាងទៅលេងម្នាក់ឯងពេលនោះម៉ាក់វាងបានយករបស់ពីក្មេងស្រីឆ្កែនាំចូលពីបរទេសដែលទិញមកឲ្យនាងក្មេងស្រីកំពុងរៀបចំទៅបញ្ចុកអាហារវ៉ាន់ឆៃស្រីមានល្បិចម្នាក់នោះបានឆក់យកចានអាហារឆ្កែទៅហើយនិយាយដោយអំនួតថាឆ្កែក្នុងផ្ទះរបស់នាងគួរតែជាអ្នកហើយយើងក្មេងស្រីដែលជាអ្នកក្រៅឲ្យទៅឆ្ងាយក្មេងស្រីចង់រំលឹកស្រីមានល្បិចឆ្កែនៅក្នុងផ្ទះនេះមានចរិតកាច់ណាស់មិនអាចគ្រប់គ្រងវាបានស្រីមានល្បិចម្នាក់នោះមិនស្ដាប់តតែសោះឃើញបែបនេះក្មេងស្រីមានតែបួងសួងឲ្យនាងមានសំណាងល្អដោយខ្លួនឯងចំណែកស្រីមានល្បិចមិនបានយកសម្ដីរបស់ក្មេងស្រីមកដាក់ក្នុងចិត្តឡើយនាងកំពុងតែស្រមៃថាខ្លួនឯងឆ្កែនឹងមានទំនាក់ទំនងល្អជាមួយក្មេងស្រីជាក្នុងផ្ទះនេះហើយតាមយកអ្វីគ្រប់យ៉ាងដែលជារបស់នាងមកវិញបន្តិចម្ដងដល់ពេលនោះក្មេងស្រីនឹងត្រូវបានគ្រប់គ្នាបោះបង់ចោលប៉ុន្តែការស្រមៃគឺស្រស់ស្អាតការពិតគឺខុសខើណាស់នៅពេលដែលនាងមើលឃើញច្បាស់នៅឆ្កែដែលនៅជាឆ្កែដ៏កាចសាហាវបំផុតមួយបន្ទាប់មកក៏ស្ទើរតែភ័យរហូតនំចំណែកឆ្កែដូចជាមានគំនុំស៊ីសាច់ហត់ឈាមជាមួយនាងអញ្ចឹងតាមនាងស្រីមានល្បិចតែគ្មានផ្លូវរត់គេចបានត្រឹមតែរត់ទៅពួនពីក្រោយក្មេងស្រីហើយនាងចេញទៅឲ្យឆ្កែខំជំនួសប៉ុន្តែក្មេងស្រីគ្រាន់តែស្រែកថាអង្គុយចុះឆ្កែក៏បានអង្គុយចុះលើដីយ៉ាងស្ដាប់បង្គាប់អញមើលរឿងល្អដែលអញបានធ្វើទៅមើលនៅមិនទាន់ប្រញាប់ចាក់ចេញទៀតពេលឃើញឆ្កែចាក់ចេញទៅហើយស្រីមានល្បិចក៏ចាប់ផ្ដើមអំនួតឡើងវិញយ៉ាងមុតមមថាក្មេងស្រីនោះសម្លឹងចំភ្នែកឆ្កែលទ្ធផលគឺនៅពេលនោះឯងនាងស្រាប់តែមានអារម្មណ៍ថាឈឺគូតបន្តិចលុះស្ទាបមើលទើបដឹងថាខ្លួនឯងមិនដឹងថាត្រូវឆ្កែខំតាំងត្រូវឆ្កែខំមួយកន្លែងពេលឃើញឈាមនៅលើដៃនាងរឹតតែភ័យខ្លាចរហូតសន្លប់បាត់ស្មារតីនៅនឹងកន្លែងបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបានដកសេរ៉ាំងចាក់ថ្នាំខ្នាតធំមកភ្លាមដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតមានល្បិចក៏ភ័យខ្លាចភ្លាមហើយចង់រត់គេចលទ្ធផលគឺត្រូវបានក្មេងស្រីគិលានុបដ្ឋាយិកាចាប់សង្កត់នាងទៅលើចូលមួយបានចាក់ចូលទៅក្នុងដោយសម្លេងស្រែកយ៉ាងខ្លាំងរបស់ស្រីមានល្បិចចង់តែស្លាប់ឲ្យផុតទេលទ្ធផលគឺបន្ទាប់ពីត្រឡប់មកវិញត្រឹមតែមិនបារម្ភពីនាងបន្តិចសោះឡើយទៅវិញបែរជាទាញក្មេងស្រីចង់ឲ្យនាងសាកល្បងរោគដែលគាត់ពេញចិត្តក្មេងស្រីហើយក៏មានអារម្មណ៍មិនសូវល្អក៏ប្រញាប់យកលេខថាមេឃយប់ជ្រៅចង់សម្រាប់ទើបសុំបដិសេធស្រីមានល្បិចឃើញបែបនេះគឺជាឱកាសដ៏ល្អដែលកុំនឹងមានណាក៏ប្រាប់ភ្លាមថាបើក្មេងស្រីមិនព្រមនាងព្រមឃើញដូចនេះក្មេងស្រីបានត្រឹមតែដកដង្ហើមធំក្នុងចិត្តនាងនៅក្មេងខ្ចីពេកហើយស្រីមានល្បិចពេលនេះចាប់ផ្ដើមស្រមើស្រមៃហើយខ្លួនឯងត្រូវបានឪពុកម្ដាយទទួលស្គាល់តូចក្នុងផ្ទះនេះចំណែកក្មេងស្រីមានតែត្រូវអ្នកគ្រប់គ្នាបណ្ដេញចេញពីផ្ទះប៉ុន្តែការស្រមើស្រមៃគឺស្រស់ស្អាតតែការពិតគឺសាហាវខូចចំណងចំណូលចិត្តផ្នែកសម្រស់របស់ម្ដាយពិតជាពិបាកទទួលយកមែនស្រីមានល្បិចមកតែងខ្លួនឲ្យដូចជាដើមគ្រីស្មាសចំណែកស្រីមានល្បិចត្រូវទ្រាំស្លៀកសម្លៀកបំពាក់ធ្ងន់ហ៊ានធ្វើស្រហែសំបីតែដើម្បីទុកចំណាប់អារម្មណ៍ល្អនៅចំពោះមុខឪពុកម្ដាយសំបីតែពេលញ៉ាំបាយក៏មិនហ៊ានដោះសម្លៀកបំពាក់នេះចេញដែរឃើញនាងមានសភាពបង្ខំចិត្តបែបនេះក្មេងស្រីក៏មានអារម្មណ៍មិនដាច់ចិត្តដែរបើមិនដូច្នោះទេអញកុំបង្ខំខ្លួនឯងអីឯងដឹងអីទៅទាំងនោះសុទ្ធតែជាក្តីស្រឡាញ់របស់ម៉ាក់ចំពោះខ្ញុំគឺឯងចំណែនដែលម៉ាក់ល្អចំពោះខ្ញុំមែនទេក្តីស្រឡាញ់របស់ឪពុកម្ដាយគឺធំធេងណាស់រូខេងពិតជាយកចិត្តខ្ញុំមែនក្នុងខែបន្ទាប់នេះនាងនឹងធ្វើជាអ្នកបង្ហាញម៉ូដឲ្យខ្ញុំគ្រាន់តែសម្ដីនេះភ្លាមស្រីមានល្បិចក៏គាំងនៅនឹងកន្លែងតែគិតដល់ថាទៅក្នុងមួយខែបន្ទាប់ខ្លួនឯងត្រូវរស់នៅក្នុងជីវិតបែបនេះភ័យខ្លាចដល់ថ្នាក់ក្រឡាប់ភ្នែកសន្លប់បាត់ស្មារតីនៅនឹងបីតែទោះបីជាយ៉ាងណាក៏ដោយមានល្បិចនៅតែចង់បង្កបញ្ហាដើម្បីដេញក្មេងស្រីចេញពីផ្ទះឲ្យដាច់ស្រឡះដើម្បីទទួលបានក្តីស្រឡាញ់នាងបានលួចយកពីទូដៃក្នុងផ្ទះដោយចិត្តយកខ្សែដ៏មានតម្លៃមួយខ្សែចេញទៅបន្ទាប់មកក៏ដាក់ថ្នាំយកវាទៅដាក់ក្នុងថតទុននៅក្បាលក្រែរបស់ក្មេងស្រីដល់ថ្ងៃបន្ទាប់នាងក៏ទៅរកឪពុកម្ដាយប្រាប់ពួកគាត់ថាផ្ទះមានចោរលួចគ្រឿងអលង្ការរបស់នាងទៅបាត់បន្ទាប់មកទៀតក៏និយាយត្រូវតែរកមុខចោរម្នាក់នេះឲ្យឃើញដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកគ្រប់គ្រងគួរតែចាប់ផ្ដើមឆែកពីបន្ទប់របស់ក្មេងស្រីមុនគេដូចនាងបាននាំឪពុកម្ដាយទៅបន្ទប់ដេករបស់ក្មេងស្រីផ្ទាល់តែម្ដងស្ទាត់ជំនាញក្នុងការយកគ្រឿងអលង្ការចេញពីក្នុងថតទុននៅក្បាលបន្ទាប់មកក៏ធ្វើជាស្រែកខ្លាចរបស់ម៉ាក់ក៏នៅទីនេះដែរម៉ាក់ប៉ាមើលចុះនាងដឹងថាខ្លួនឯងមិនមែនជាកូនបង្កើតទេក៏ចាប់ផ្ដើមផ្ទេរទ្រព្យសម្បត្តិក្នុងផ្ទះហើយមិនអីទេបោះបង់វាទៅវាក៏មិនមែនជារឿងធំដុំដែរហេតុអ្វីត្រូវបោះបង់តើមែនទេដែលត្រូវខ្ញុំលាតត្រដាងការពិតលួចរបស់គេហើយចាប់ផ្ដើមខ្លាចមែនទេឯងមិនមែនជាកូនបង្កើតក្នុងផ្ទះនេះតាំងពីដំបូងមកម្ល៉េះប៉ាម៉ាក់ចិញ្ចឹមអញអស់រយៈពេល18ឆ្នាំហើយអញបែរជាយកគុណមកសងដោយទោសទៅវិញចាត់ទុកថាខ្ញុំអង្វរអញចុះពិតជាគ្មានពេលមកលេងសើចជាមួយអញទេខ្ញុំលេងសើចមែនទេពួកអ្នកមើលទឹកដុំនឹងស្នាដៃនៃការធ្វើនេះទៅមើលភ្លាមដឹងថាមានតម្លៃមហាសាលហើយមើលភ្លាមដឹងថាជាស្នាដៃសិល្បៈដែលច្នៃឡើងយ៉ាងផ្ចិតផ្ចង់ស៊ូនីអានចេះរើសធុងសម្រាមដែលមានតម្លៃថ្លៃបែបនេះណា
ពិតជាមានជំងឺមែន